ព្រឹកនេះភ្លៀងមានភ្លៀងទាំងព្រឹកបញ្ចូលសំឡេងគឺសំឡេងទឹកភ្លៀងស្រក់នៅលើដំបូលផ្ទះលាន់តក់តក់មករយៈនេះត្រូវទឹកភ្លៀងឥឡូវបញ្ចូលសំឡេងនេះមានសំឡេងផ្ដាសាយបងប្អូនចាសំឡេងខ្ញុំផ្ដាសាយហើយមិនសូវព្រោះទេហើយមើលអ្នកដើរចារូបរាងមិនសូវស្អាតមុខមាត់មិនសូវបានដូចទេបងប្អូនបានតែចិត្តមួយឯងរាល់ថ្ងៃនេះបើសិនអត់មានចិត្តទៀតមិនដឹងថាមនុស្សបែបណាទេណាចាស់ពីដើមក៏តែងតែពោលថាស្រីស្អាតនិយាយមិនបានដូចឆ្កែក្រោមផ្ទះនេះជាបុរាណពោលទេណាបងប្អូនអត់បានថាឲ្យបងប្អូនណាទេចាគឺពាក្យចាស់ពោលមិនខុសទេបងប្អូនចាមនុស្សយើងអាក្រក់ល្អអាស្រ័យទៅលើចិត្តណាបងប្អូនបើសិនជាយើងមានចិត្តចាទោះបីជាមនុស្សនោះអាក្រក់មុខមាត់មិនស្អាតប៉ុន្តែសំខាន់លើចិត្តរបស់យើងស្មោះត្រង់នឹងគ្នាអ្នកខ្លះហ្នឹងគាត់អត់តន់យល់ថាចិត្តនឹងសំខាន់ប៉ុណ្ណាគាត់តែងតែនិយាយថាចិត្តនឹងស៊ីកើតទេស្មោះនឹងស៊ីកើតទេឥឡូវគេលែងស៊ីហើយចិត្តស្មោះចិត្តល្អនឹងនោះចាបងប្អូនយល់ច្រឡំហើយរូបខ្ញុំអត់ដែលមើលគេក្នុងសម្បកក្រៅទេអ្នកខ្លះគាត់លំអតែខាងក្រៅទេបងប្អូនតែចិត្តគំនិតវិញគឺអាក្រក់ជាងសត្វដេរឆានទៅទៀតអ្នកខ្លះគាត់អាក្រក់តែរូបរាងមែនប៉ុន្តែចិត្តគាត់ល្អស្មោះសរនឹងអ្នកគ្រប់គ្នាចាអាចរកអ្វីបានពឹងគ្នាទៅវិញទៅមកបានចំណែកខ្លះទៀតបងប្អូនស្អាតតែរូបស្អាតតែរាងទេប៉ុន្តែកុំយល់ច្រឡំឲ្យសោះចាសម្បកក្រៅនឹងល្អខ្លាំងមែនតែនហ្នឹងគេតែនិយាយថាដូចផ្លែល្វាណាបងប្អូនផ្លែល្វាមិនគឺចិត្តមនុស្សអញ្ចឹងដូចគ្នាមិនខុសគ្នាទេកម្ររអ្នកត្រង់ជាមួយនឹងយើងកម្ររអ្នកស្មោះនឹងយើងណាចាសំបីតែស្នេហានឹងក៏វិវាទទេទៅតាមនឹងដែរបងប្អូនសាក់គិតទៅនោះប៉ុន្តែនិយាយទៅបងប្អូនហើយសម័យនេះគឺពិបាករកមនុស្សដែលគាត់ស្មោះត្រង់យើងពិបាករកមនុស្សដែលគាត់ល្អនឹងយើងគ្រប់10ណាស់ចាមានវិជ្ជាមានរាជរេដូចតែគ្នានឹងហើយនិយាយនេះដែរគឺមិនបានបន្ទោសនរណាម្នាក់ទេចាធ្វើមិនបើយើងត្រូវតម្រូវបែបនេះរៀងខ្លួនណាចឹងហើយគ្មាននរណាម្នាក់អាចល្អគ្រប់10ចាអាចយកជាការគ្រប់10នោះបានទេគឺមានបែបនេះបែបនោះខុសគ្នាអញ្ចឹងហើយអ្នកដែលយើងចង់ដឹងចិត្តគាត់តែគាត់ត្រង់ស្មោះនឹងយើងបងប្អូនមិនបាច់ចាំមើលអីច្រើនទេមើលតែការដែលមើលវីដេអូរបស់យើងទៅពេលដែលវីដេអូយើងចេញទៅគាត់តែងតែ like តែងតែ comment តែងតែសួរសុខទុក្ខយើងនោះហើយបងប្អូនគឺចិត្តមនុស្សដែលនៅចាំយើងចងចាំអនុស្សាវរីយ៍យើងកន្លងមកណាគាត់មិនភ្លេចកន្លែងណាមួយឡើយអញ្ចឹងហើយបានជាខ្ញុំតែងតែអរគុណដល់បងប្អូនមួយចំនួនដែលគាត់មិនដែលភ្លេចខ្ញុំហើយអ្វីដែលសំខាន់នោះគាត់តែងតែផ្ដល់មតិជាយោបល់ចាប្រាប់ពីនេះពីនោះកែតម្រូវចាកែលម្អឡើងវិញនេះហើយបងប្អូនទឹកចិត្តរបស់មនុស្សយើងមិនអាចរកបានណាចេះជួយយកអាសាគ្នាចេះចាផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកណាបងប្អូននេះហើយទឹកចិត្តរបស់មនុស្សយើងប៉ុន្តែបងប្អូនហើយរកមិនបានទេគឺរកបានតិចតួចណាស់បើសិនជារកបាននោះគឺក្នុង10នាក់មានតែម្នាក់អីទេដែលគាត់ល្អដែលគាត់ស្មោះត្រង់ចំពោះយើងណាចំពោះគ្នាទៅវិញទៅមកអញ្ចឹងហើយចំណែកខ្ញុំវិញគឺស្រួលបំផុតបងប្អូនបើសិនជាបងប្អូនមានយោបល់ឬក៏មានមតិអ្វីសួរខ្ញុំចាខ្ញុំមិនលាក់ខ្ញុំមិនលៀមទេបងប្អូនហើយបើនិយាយពីថាជួយវិញគឺជួយដោយស្មោះត្រង់តែម្ដងមិនដែលគិតថាអូគេមានប្រយោជន៍សម្រាប់យើងហើយបានជួយចាមិនបានគិតអញ្ចឹងទេបងប្អូនចាបាយបាយជម្រាបលា